រឿងយ៉ាក់តូចឈប់ហើយនិពន្ធនឹងគូររូបដោយអុករដ្ឋាក្នុងព្រៃដ៏ធំមួយមានរុក្ខជាតិតូចធំចម្រុះពណ៌ជាច្រើនមានដើមឈើមួយល្អប្លែកពីដើមឈើផ្សេងទៀតនិងជាកន្លែងដែលបង្គួយរស់នៅថ្ងៃមួយយ៉ាក់តូចបានចូលមកក្នុងព្រៃនោះហើយកាប់ដើមឈើស្ទើរតែអស់ពេលមកដល់ដើមឈើចម្លែកនោះយ៉ាក់តូចបំរុងនឹងកាប់ស្រាប់តែកប់កប់កប់បង្គួយខាត់ឈប់សិនយ៉ាក់តូចឯងកាប់ដើមឈើនេះមិនបានទេយ៉ាក់តូចឆ្ងល់ក៏សួរហើយទៅអ្វីបើកាប់វានឹងមានគ្រោះថ្នាក់ធំហើយយ៉ាក់តូចមិនស្ដាប់បង្គាប់ឡើយហើយក៏ចាប់កាប់ដើមឈើនោះកាប់មួយពូថៅដំបូងផឹងមិនមានអ្វីកើតឡើងឡើយយ៉ាក់តូចក៏កាប់មួយពូថៅទៀតផឹងរំពេចនោះស្រាប់តែមានខ្យល់គួចយ៉ាងខ្លាំងធ្វើឲ្យប៉ើងយ៉ាក់តូចទីណាត់តណែងវឹបវឹបវឹបអូសំណាងល្អមួយសន្ទុះក្រោយអ្វីក៏ត្រឡប់ដូចដើមវិញយ៉ាក់តូចភ័យបន្តិចដែរតែក៏បាត់ទៅវិញយ៉ាក់តូចក៏បន្តកាប់មួយពូថៅទៀតផឹងស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យទឹកជន់លិចព្រៃលិចទាំងយ៉ាក់តូចជួយផងផ្លែក់ផ្លោក់ផ្លែក់ផ្លោក់ភ្លីងផ្លុងភ្លីងផ្លុងសំណាងល្អមួយសន្ទុះក្រោយមកអ្វីក៏ត្រឡប់មកដូចដើមវិញយ៉ាក់តូចភ័យបន្តិចដែរតែក៏បាត់ទៅវិញយ៉ាក់តូចនៅតែចចេះបន្តកាប់មួយពូថៅទៀតផាំងស្រាប់តែមេឃប្រែជាក្តៅស្ទើរឆេះយ៉ាក់តូចពិបាកទ្រាំណាស់សំណាងល្អមួយសន្ទុះក្រោយមកអ្វីក៏ត្រឡប់មកដូចដើមវិញយ៉ាក់តូចភ័យបន្តិចដែរតែក៏បាត់ទៅវិញយ៉ាក់តូចនៅតែចចេះបន្តកាប់មួយពូថៅទៀតផាំងស្រាប់តែទឹកបឹងរីងខាសអស់ហើយដីក៏ប្រេះបែកក្រហែងយ៉ាក់តូចស្រែកទឹកយ៉ាងខ្លាំងសំណាងល្អមួយសន្ទុះក្រោយអ្វីក៏ត្រឡប់មកដូចដើមវិញម្ដងនេះយ៉ាក់តូចភ័យយ៉ាងខ្លាំងយ៉ាក់តូចបំរុងនឹងកាប់ដើមឈើនោះបន្តទៀតប៉ុន្តែវានឹកឃើញដល់រឿងដែលបានកើតឡើងមុននេះនឹកឃើញដល់ខ្យល់គួចនឹកឃើញដល់ភ្លៀងធ្លាក់ជន់លិចព្រៃនឹកឃើញដល់មេឃក្តៅស្ទើរឆេះនឹកឃើញដល់បឹងរីងទឹកអស់នឹកឃើញដល់ដីប្រេះបែកក្រហែងហើយថែមទាំងនឹកគិតដល់រឿងអាក្រក់ដែលអាចនឹងកើតឡើងបន្តទៀតបើនៅតែចចេះកាប់ដើមឈើនោះយ៉ាក់តូចដឹងខ្លួនខុសក៏សម្រេចចិត្តឈប់កាប់ដើមឈើនោះទៀតរួចសួរបង្គួយថាតើត្រូវធ្វើម៉េចទៅយ៉ាក់តូចខ្លាចហើយយ៉ាក់តូចឈប់ហើយយ៉ាក់តូចខុសហើយបង្គួយក៏បានតបថាយើងដាំដើមឈើឡើងវិញទៅសៀវភៅដែលខ្ញុំកំពុងអាននេះមានលក់នៅតាមបណ្ណាគារនិងមានតម្លៃសមរម្យសូមចូលរួមគាំទ្រអ្នកនិពន្ធនិងវិចិត្រករខ្មែរយើងដោយការទិញសៀវភៅមកអានដោយផ្ទាល់ព្រោះការអានបាក់សន្លឹកសៀវភៅដោយផ្ទាល់ពិតជាពិសេសជាងការអានតាមរយៈអេក្រង់ទូរស័ព្ទជួបគ្នាសៀវភៅក្រោយទៀតបាយបាយ